ការនៅផ្ទះខ្លួនឯងហើយនឹងការនៅផ្ទះជួលការនៅផ្ទះខ្លួនឯងនិងការនៅផ្ទះជួលតើមួយណាស្រួលជាងចឹងអ្នកដែលនៅផ្ទះជួលគឺវាមិនស្រួលទេបាទនៅផ្ទះខ្លួនឯងបានវាស្រួលជាងប៉ុន្តែមានមតិខ្លះអ្នកដែលមានផ្ទះនៅខ្លួនឯងហ្នឹងនិយាយថានៅផ្ទះជួលស្រួលជាងវាអត់ចពាក់គេនៅផ្ទះជួលអត់ចពាក់គេមែនប៉ុន្តែឲ្យលុយថ្លៃផ្ទះជួលគេរាល់ខែបាទវាដូចតែចពាក់គេដែរទេបាទបង់ឲ្យថ្លៃផ្ទះជួលគេរាល់ខែប៉ុន្តែផ្ទះហ្នឹងនៅតែជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះជួលដដែលរឿងមួយទៀតចពាក់គេដែរដូចជាបង់រំលោះខ្ចីលុយធនាគារយកមកទិញដីធ្វើផ្ទះនៅវាចពាក់គេដែរប៉ុន្តែយើងសងគេប្រចាំខែសងគេរាល់ខែយូរទៅដីហ្នឹងផ្ទះហ្នឹងคล้ายជាម្ចាស់កម្មសិទ្ធិខ្លួនឯងផ្ទាល់ស្របច្បាប់បាទបើយើងនៅផ្ទះជួលបង់លុយរាល់ខែដែរគឺអត់คล้ายជាម្ចាស់កម្មសិទ្ធិខ្លួនឯងដាច់មុខទេបាទនៅតែជាម្ចាស់កម្មសិទ្ធិរបស់ផ្ទះជួលដដែលបាទអញ្ចឹងមានពីរផ្លូវហ្នឹងបាទយើងចពាក់គេក៏ចពាក់ទៅប៉ុន្តែយើងបង់គេយូរទៅរាល់ខែទៅយូរមិនคล้ายជារបស់យើងបាទបើយើងនៅផ្ទះជួលគឺវាគ្មានប្រយោជន៍អីទេបង់គេរាល់តែខែបាទផ្ទះគេនៅតែផ្ទះគេដដែលហ្នឹងបាទអញ្ចឹងអ្នកណាក៏ដោយបើមានផ្ទះនៅហើយនិយាយថានៅផ្ទះជួលស្រួលជាងអត់ចពាក់គេអញ្ចឹងលក់ផ្ទះខ្លួនឯងនឹងឲ្យអស់ទៅបាទលក់ផ្ទះខ្លួនឯងឲ្យអស់លក់ដីខ្លួនឯងឲ្យអស់បាទទៅនៅផ្ទះជួលវិញបាទអានឹងបានវាស្រួលជាងបាទហើយអ្នកដែលខ្ចីលុយគេបង់មលួសអីគេហ្នឹងខ្ចីលុយគេបង់មលួសដីផ្ទះហ្នឹងបើថាចពាក់គេពិបាកពេកយើងកុំខ្ចីគេកុំបង់មលួសបាទនាំតែចពាក់គេទេបាទយើងចេះតែសង្ងំទ្រាំនៅផ្ទះជួលសិនទៅតាមសមត្ថភាពលទ្ធភាពរបស់យើងដែលយើងអាចមានដែលយើងអាចធ្វើកើតបាទបើយើងអត់មានលទ្ធភាពមានសមត្ថភាពនឹងបង់មលួសឬក៏បង់អាលុយខ្ចីចងការនឹងធនាគារនឹងទេយើងកុំអីបាទល្អជាងអញ្ចឹងយើងមើលដែរបាទយើងមើលសមត្ថភាពខ្លួនឯងដែរមើលលទ្ធភាពខ្លួនឯងដែរតើខ្លួនឯងនឹងមានប៉ុន្មានបាទធ្វើបានប៉ុន្មានបាទអញ្ចឹងគិតមុនចាំគូបាទកុំដល់ពេលខ្ចីលុយគេយកទៅទិញដីធ្វើផ្ទះបង់មលួសមកត្អូនចពាក់គេបាទឋាននៅផ្ទះជួលស្រួលជាងវាអត់ចពាក់គេបាទអ្នកមានដីមានផ្ទះវាចពាក់គេបាទចពាក់គេដោយសារតែយើងបានទ្រព្យរបស់ចពាក់គេគឺដើម្បីយើងបានដីបានផ្ទះបាទយើងកុំនិយាយអញ្ចឹងបាទអាហ្នឹងសម្រាប់
អ្នកដែលបងរំលោះឬក៏ខ្ចីលុយធនាគារយកទៅទិញដីធ្វើផ្ទះរីឯមួយទៀតអ្នកដែលមានផ្ទះខ្លួនឯងនៅហើយបាទអ្នកដែលមានផ្ទះខ្លួនឯងនៅពីគេពីដូនពីតាជាមរតកដែលឪពុកម្ដាយបានបន្សល់ទុកឲ្យចែកឲ្យតកូនតចៅបាទយើងមានផ្ទះនៅស្រាប់ម៉ែឪចែកឲ្យចដូនចតាចែកឲ្យមានផ្ទះមានដីបាទយើងគ្រាន់តែរកស៊ីរកមិនរស់ហើយតែខ្ចីបំណុលគេយកមកដាក់ជាប់ខ្លួនទៀតបាទហើយមកត្អូញថានៅផ្ទះខ្លួនឯងជពាក់គេបាទនៅផ្ទះជួលវាអត់ជពាក់គេបាទអញ្ចឹងលក់ទ្រព្យសម្បត្តិអស់លក់ដីលក់ផ្ទះអស់មកនៅផ្ទះជួលវិញទៅបាទសាកមើលទៅបាទផ្ទះជួលដល់ខែដឹងតែគេយកលុយហើយបាទកំណត់ឧទាហរណ៍ថាកំណត់ដល់ថ្ងៃ10ថ្ងៃរោងចក្របើកលុយបាទអញ្ចឹងរោងចក្រក្នុងស្រុកខ្មែរនេះភាគច្រើនបើកលុយថ្ងៃទី10បាទបើសិនតែមានប៉ុនមានអីចឹងទៅគេលើកថ្ងៃ8ថ្ងៃ9អីដោយសារតែថ្ងៃ10ហ្នឹងចំថ្ងៃអាទិត្យឬក៏ថ្ងៃប៉ុនអីចឹងទៅបាទអញ្ចឹងគេបើកឲ្យមុនថ្ងៃ10ហ្នឹងឲ្យហើយតែតាមច្បាប់នៃការងាររោងចក្រថ្ងៃ10ហ្នឹងហើយបាទហ្នឹងហើយគ្រប់រោងចក្របាទគឺថ្ងៃ10បើកលុយអញ្ចឹងផ្ទះជួលក៏គេយកថ្ងៃ10ហ្នឹងដែរបាទអាចសុំគេលើសមួយថ្ងៃពីរថ្ងៃអីអញ្ចឹងបានដែរបាទម្ចាស់ផ្ទះជួលគេអនុគ្រោះគេលើកលែងដែរគេដឹងដែរគេថាយើងមានរវល់អីអញ្ចឹងទៅបាទហ្នឹងហើយឯរឿងចពាក់គេហ្នឹងគឺជួនកាលអ្នកខ្លះក៏ចពាក់គេមានអាសន្នដូចជាឈឺអត់មានលុយឲ្យថ្លៃពេទ្យអីចឹងត្រូវវះកាត់អីចឹងជំងឺធ្ងន់អីចឹងទៅឬក៏ពុកម្ដាយឈឺចឹងទៅកូនឈឺចឹងទៅបែរគាត់ខ្ចីលុយគេបាទយកទៅពាក់គេដោយសារតែឈឺបាទបើតាមមកស៊ីវាមិនសូវជាចពាក់គេប្រមាណទេបាទដោយសារតែឈឺចឹងទៅធ្វើបុណ្យឲ្យឪពុកម្ដាយចឹងទៅឪពុកម្ដាយស្លាប់យើងមិនខ្ចីលុយគេមកធ្វើបុណ្យសពឲ្យឪពុកម្ដាយហើយដល់ពេលបុណ្យ7ថ្ងៃមិនខ្ចីលុយគេយកមកធ្វើបុណ្យ7ថ្ងៃទៀតដល់ពេលបុណ្យ100ថ្ងៃមិនខ្ចីលុយគេយកមកធ្វើបុណ្យ100ថ្ងៃទៀតបាទអញ្ចឹងទៅធ្វើឲ្យចពាក់គេបាទវាពិបាកសងទម្រាំតែរួចបាទអ្នកខ្លះទីទឹកខ្ចីលុយគេយកបន្តិចម៉ូតូជិះទិញឡានទិញអីចឹងទៅបាទអាហ្នឹងវាបានធ្លាប់របស់ដែរបាទតាក្រមមួយគាត់ថារស់ស៊ីខែ1ខែ2សងប្រាក់គីវិញឯទ្របនោះមិញពេញជាទ្របឯងបាទអញ្ចឹងយើងជពាក់គេក៏ពិតមែនបាទយើងមិនមែនជពាក់គេអត់ដឹងមុខទេយើងជពាក់គេដោយសារតែយើងហ្នឹងយកលុយទៅទិញម៉ូតូយកលុយទៅទិញឡានអញ្ចឹងយកមករកស៊ីឬក៏យកមកធ្វើជាមធ្យោបាយដឹកនេះដឹកនោះអញ្ចឹងទៅដើម្បីឲ្យបានលុយចូលវិញបាទហើយយើងសល់ពីការហូបចុកហ្នឹងយើងសងគេទៅបាទអាហ្នឹងគឺវាអញ្ចឹងប៉ុន្តែបើយើងជពាក់គេអត់ដឹងមុខវាពិបាកណាស់បាទអាមួយជពាក់គេដើម្បីបានដីបានផ្ទះបាទអាមួយជពាក់គេដោយសាររវល់បាទអញ្ចឹងខ្ញុំសូមផ្ដាំបាទខ្ញុំសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតបើសិនណាយល់ថានៅផ្ទះជួលស្រួលជាងអត់ជពាក់គេអញ្ចឹងលក់ដីលក់ផ្ទះឲ្យអស់ទៅបាទមកនៅផ្ទះជួលវិញបានវាស្រួលបាទហ្នឹងហើយចង់ដឹងសាកមើលទៅបាទអញ្ចឹងសូមអរគុណជូនពរឲ្យសុខភាពល្អរស់ស៊ីមានបានហេងទាំងអស់គ្នាបាទទៅណាមកណាបានសេចក្តីសុខសប្បាយគ្រប់ប្រការគ្រប់ទិវារាត្រីគ្រួសារត្រជាក់ត្រជុំ